សមរភូមិទាំង5របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បាននឹងកំពុងគាំទ្រលើកទឹកចិត្តដល់វិស័យឯកជនក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានដាក់ចេញនូវសមរភូមិចំនួន5សម្រាប់បេសកកម្មរបស់ខ្លួននៅឆ្នាំ2026និងឆ្នាំបន្តដែលសមរភូមិទាំង5នេះមានគោលដៅគាំទ្រនិងលើកទឹកចិត្តដល់វិស័យឯកជននេះបើយោងតាមរបាយការណ៍របស់ក្រសួងស្ដីពីការរួមចំណែកលើកកម្ពស់បរិយាកាសវិនិយោគនិងការងារនៅកម្ពុជានៅក្នុងរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានបង្ហាញអំពីសមរភូមិទាំង5ដែលនឹងត្រូវអនុវត្តបន្តរួមមានការចុះបញ្ជីដីបង្ហើយនិងបរិយាកាសគ្មានវិវាទការផ្តល់សេវាគាប់ចិត្តការសម្របសម្រួលកម្ចីក្នុងវិស័យអចលនទ្រព្យការកសាងផែនការរៀបចំដែនដីនិងការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់សមរភូមិនៃការចុះបញ្ជីដីបង្ហើយនិងបរិយាកាសគ្មានវិវាទត្រូវបានដាក់ឲ្យអនុវត្តសំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លីផ្ដល់ទុនដល់ប្រជាពលរដ្ឋបង្កើតបរិយាកាសវិជ្ជមានដល់ការវិនិយោគនិងបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជាជាក់ស្ដែងគិតត្រឹមចុងឆ្នាំ2025ក្រសួងបានវាស់វែងក្បាលដីរួចរាល់ទាំងស្រុងនិងបានចេញប័ណ្ណកម្មសិទ្ធិសរុប9លានក្បាលដីចេញវិញ្ញាបនបត្រអគារសហកម្មសិទ្ធិប្រមាណជា 80,000 ចំណែកឯកជនក្នុងនោះជនបរទេសកាន់កាប់ប្រមាណ 9,000 ចំណែកឯកជនទន្ទឹមនេះក៏បានដោះស្រាយវិវាទដីធ្លីនៅសល់ក្រោម50ករណីហើយបានដោះស្រាយវិវាទបុរីចំនួន115គម្រោងក្នុងចំណោមគម្រោង177គម្រោងជាមួយគ្នានេះដែរក្រសួងក៏បាននឹងកំពុងដោះស្រាយសំណង់ចាស់ទ្រុឌទ្រោមចំនួន21ទីតាំងនិងសំណង់មិនរៀបរយសរុបចំនួន3237ក្នុងផ្ទះផងដែរសមរភូមិទី2គឺការផ្តល់សេវាគាប់ចិត្តដោយក្រសួងរៀបចំដែនដីបានផ្ដល់នូវសេវាសាធារណៈតាមប្រព័ន្ធអនឡាញដើម្បីភាពងាយស្រួលឆាប់រហ័សចំណាយតិចហើយបានកែសម្រួលបែបបទនិងនីតិវិធីក្នុងការចុះបញ្ជីដីបន្តព្រមជាមួយនឹងការសម្រួលនីតិវិធីពាក់ព័ន្ធនឹងក្បាលដីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលចប់ពន្ធ0ក្រៅពីនោះក្រសួងក៏បានសម្រួលនីតិវិធីក្នុងការស្នើសុំសាងសង់លើករណីកំណត់ធ្លាគម្លាតអគារនិងការសាងសង់លើក្បាលដីមួយឬច្រើនដែលមានរូបភាពប្រើប្រាស់ដីកសិកម្មដោយឡែកសមរភូមិទី3របស់ក្រសួងដែនដីគឺការសម្របសម្រួលកម្ចីក្នុងវិស័យអចលនទ្រព្យដោយក្រសួងបានសម្របសម្រួលជាមួយធនាគារដើម្បីបន្ទាបអត្រាការប្រាក់កម្ចីទិញផ្ទះនិងកំពុងសម្របសម្រួលជាមួយធនាគារដៃគូដើម្បីបន្ទាបអត្រាការប្រាក់កម្ចីអាជីវកម្មផងដែរទន្ទឹមនេះដែរក្រសួងក៏បាននឹងកំពុងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធដើម្បីសិក្សាសមិទ្ធិលទ្ធផលក្នុងការរៀបចំអនុទានឡើងវិញជូនដល់អតិថិជនទិញផ្ទះនិងខុនដូនៅក្នុងរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដដែលក៏បានបង្ហាញអំពីខ្លឹមសារសំខាន់នៃសមរភូមិទី4ផងដែរគឺការកសាងផែនការរៀបចំដែនដីដែលផែនការនេះសំដៅធានាដល់ការអភិវឌ្ឍនៅមូលដ្ឋាននិងការប្រើប្រាស់ធនធានធម្មជាតិការប្រើប្រាស់ដីឲ្យបានស្របតាមសក្តានុពលរបស់ដីប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពបន្ថែមពីនេះក្រសួងក៏បានរៀបចំនៅប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញនិងផែនការរៀបចំដែនដីខេត្តរៀបចំប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុងស្រុកខណ្ឌនិងទីប្រជុំជនផែនការប្រើប្រាស់ដីថ្នាក់ឃុំសង្កាត់និងកំពុងរៀបចំផែនការប្រើប្រាស់ដីតំបន់អង្គររួមទាំងតំបន់ជុំវិញបឹងទន្លេសាបផងដែរដ
ដោយឡែកការរៀបចំលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនានាក៏ជាចំណុចសំខាន់ដែលក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់យកចិត្តទុកដាក់ជាអាទិភាពដែលស្ថិតនៅក្នុងសមរភូមិទី5គ្រប់ចំណុចសំខាន់ដូចដែលបានលើកយកមកបង្ហាញជូនខាងលើសុទ្ធតែទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសដែលក្រៅពីជៀសផុតពីវិវាទថែមទាំងបង្កើននូវទំនុកចិត្តទៅលើការវិនិយោគពីវិស័យឯកជនទៀតផងនាំមកជូនលោកអ្នកដោយ Real Estate TV បណ្ដុំព័ត៌មានអចលនទ្រព្យក្នុងតំបន់និងលើពិភពលោកស្ថិតនៅក្នុងដៃលោកអ្នក